ខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនគាត់អត់ដឹងថាផ្លែត្នោតយើងអាចយកទៅស្លជាមួយនឹងម្ជូរគ្រឿងបានទេវាថាឡគ្រឿងបងប្អូនអ្នកខ្លះឡម្ជូរព្រៃអ្នកខ្លះឡម្ជូរគ្រឿងនេះខ្ញុំទៅផ្សារខ្ញុំឃើញត្នោតគេចាត់ស្រាប់ប៉ុន្តែគេឲ្យលើសមួយនេះអាត្នោតនេះខ្ញុំកំពុងឡាវណាហើយការចាត់សបកហ្នឹងនៅខ្ញុំខាងនេះហៅឡាវត្នោតឡាវសបកត្នោតអញ្ចឹងណាហើយចិត្តហ្នឹងគឺចិត្តយកខ្ចីហ្នឹងមកហើយតែមកទៀតយើងមករៀបជាមួយត្រីហ្នឹងគឺប្រភេទត្រីខ្ជិងនេះខ្ញុំសូមបញ្ជាក់បន្តិចណាបងប្អូនមានជាមួយនឹងត្រីរ៉ស់ត្រីឌៀបឬត្រីអីក៏ដោយដែលថាបងប្អូនឡទៅវាអត់ទៅជាបែកសាច់ណាអញ្ចឹងប្រភេទត្រីរ៉ស់ត្រីឌៀបឬក៏ត្រីដែងអូខេអាចបានហើយនេះខ្ញុំប្រើជាមួយនឹងត្រីខ្ជិងព្រោះអីទិញថ្ងៃមុននៅសល់រៀងច្រើនក៏ដាក់ស្លទៅអញ្ចឹងអ្នកខ្លះទៀតគាត់អត់ដឹងថាត្រីខ្ជិងយកធ្វើស្អីអាចមើលបានព្រោះអីវាមានច្រើនវិធីទៀតណាដែលអាចយកទៅធ្វើម្ហូបបានហើយបុកគ្រឿងខ្មែររបស់យើងគ្រឿងខ្មែរដូចដឹងស្រាប់ឲ្យលឹកក្រូចរមៀតរំដេងខ្ទឹមសនឹងឯងអញ្ចឹងយើងបុកបញ្ចូលគ្នាឲ្យម៉ត់មកអញ្ចឹងយកគ្រឿងរបស់យើងដែលបានបុកមុនហ្នឹងគឺយកមករំលីងថ្មិចឲ្យឡើងឈ្ងុយបន្ទាប់ពីថាឡើងឈ្ងុយហើយចាំយើងដាក់ជាមួយនឹងម្ទេសក្រៀមម្ទេសក្រៀមយើងបងប្អូនប៉ុន្តែយើងកិនវីដេអូហ្នឹងដោយសារនេះខ្ញុំយកប្រទេសគ្រីមដាក់ក្នុងទូកដល់ពេលអញ្ចឹងទៅវាឃើញរៀងដុំអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីដាក់ម្ទេសផ្លោកកិនរួចហើយយើងក៏បានដាក់ចូលជាមួយនឹងប្រហុករបស់យើងនិយាយទៅសឡំជូរគឺត្រូវតែដាក់ប្រហុកជូរអីប្រហើរអីចឹងហ្នឹងឯងខ្មែរយើងអត់ចោលអត់បានទេព្រោះអីវាកាលណាដែលយើងអត់ដាក់វាធ្វើឲ្យអត់ឆ្ងាញ់ទៅវិញទេទៅពេលដែលយើងដាក់ប្រហុកដាក់អីរៀងហើយរួចហើយក៏យើងដាក់ត្រីរបស់យើងចូលយើងឆាវាឲ្យវាមកសពប់ទៅចាំយើងចាក់ចូលជាមួយនឹងខ្ទិះរបស់យើងស្លំជូរហ្នឹងធ្វើបើស្លំជូរគ្រឿងវិញប៉ុន្តែបើអត់ដាក់ខ្ទិះក៏ញ៉ាំអត់កើតដែរតាំងពីតូចមកស្រុកភូមិនាងខ្ញុំនៅពេលដែលមានកម្មវិធីបុណ្យអីមួយយកផ្លែត្នោតឬក៏យកអាកូមត្នោតយកមកស្លម្ជូរបែបអញ្ចឹងណាហើយអ្នកយើងប្រើជាមួយម្ជូរហើយកុំភ្លេចសម្លម្ជូរហ្នឹងត្រូវតែដាក់ជាមួយនឹងស្ករអំបិលប៊ីចេងអំបិលខ្ញុំដាក់ប៉ុណ្ណឹងអត់ទាន់ជូរមែនទេតិចខ្ញុំដាក់បន្ថែមទៀតហើយបងប្អូនភ្លក់មើលថាតាមចំណង់ចំណូលចិត្តបងប្អូនថាចង់បានកម្រិតណាអីអញ្ចឹងបងប្អូននេះខ្ញុំដាក់ជាមួយម្ទេសហ្នឹងដើម្បីថានៅពេលដែលឆ្អិនយើងញិចម្ទេសតិចទៅវាថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនហើយនេះខ្ញុំចាក់ទឹកចូលបន្តិចដើម្បីកុំឲ្យវាខាប់ពេកព្រោះយើងកុំតែប្រើតែខ្ទិះសុទ្ធអញ្ចឹងណាបងប្អូនបន្ទាប់មកហើយទៀតនៅពេលដែលយើងថារៀងសាច់ត្រីយើងរៀងឆ្អិនមុំហើយអញ្ចឹងយើងដាក់ចូលជាមួយនឹងត្នោតរបស់យើងត្នោតហ្នឹងវារៀងពណ៌វាអត់សូវស្អាតបន្តិចទេព្រោះអីវានៅយូរបងប្អូនហើយណាមួយខ្ញុំទិញមកពីគេអត់បានត្រាំជាមួយនឹងទឹកក្រូចឆ្មាក្រូចអីអញ្ចឹងណាអញ្ចឹងក៏តាមតាណាទៅអត់អីទេហើយណាមួយទិញមករៀងយូរដែរហើយដាក់ក្នុងទូឡើង2-3ថ្ងៃបានមានពេលយកមកធ្វើម្ហូបឥឡូវនេះខ្ញុំភ្លក់ហើយឲ្យមេដៃហើយអូខេឆ្ងាញ់មុខម្ហូបមុខហ្នឹងគឺឆ្ងាញ់បងប្អូនអាចយកទៅធ្វើសាកញ៉ាំបានណាហើយឬក៏បើបងប្អូនមានជាមួយនឹងគោមដូងក៏រត់តែពិសេសឆ្ងាញ់វាក្របឆ្ងាញ់ហើយត្នោតណាកុំភ្លេចណាអ្នកខ្លះយកទៅធ្វើជាស្អីស្លកកូរត្នោតប៉ុន្តែសាកជាមួយនឹងមុខនឹងម្ដងធានាថាឆ្ងាញ់មើលតែមាត់កូនខ្ញុំក៏ដឹងដែរគាត់ឆ្ងាញ់ខ្លាំងណាហើយទៅកូនខ្ញុំអាណាអត់សូវឆ្ងាញ់គាត់ញ៉ាំធ្វើមួយលេងអញ្ចឹងណាហ្នឹងហើយវីដេអូនេះខ្ញុំអត់មានវិញឆ្ងាយទេមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនសម្រាប់បងប្អូនរកការចូលទស្សនាហើយកុំភ្លេចជួយ like ជួយ share ឲ្យបានច្រើនឥឡូវគឺ view រៀងធ្លាក់ដល់ហើយ